hai đấy tại trường banสังเกตเคยថាជាជនខ្មែរយើងភាគច្រើនគាត់អត់សូវចេះមើលគាត់សូវចេះមើលសម្បកបងប្អូនគុណភាពរបស់បងប្អូនសម្បកកង់ចាប់ពី delay 5ឆ្នាំឡើងហើយវាប្រែកន្លាយយើងធ្វើការបដូរវាទៅបងប្អូនកុំជិះហានិភ័យខ្ពស់ណាបងប្អូនពេលបងប្អូនយកឡានមកជាងបានបូមខ្យល់ឲ្យជាងបានសង្កេតឃើញថាសម្បកកង់ភាគច្រើនអស់គុណភាពអស់ delay មានតែ5ឆ្នាំឡើងហើយប្រែកន្លាយអស់លេងហើយខ្លះហើមទៀតហើយគាត់នៅតែបន្តប្រើតែជាងបានប្រាប់គាត់ពេលមកបូមខ្យល់ទៀតតែដល់ប្រាប់គាត់ថាបងគាត់ថាបងនៅប្រើបងជិះចិត្តបានតែបើថាជិះឆ្ងាយបងប្អូនមេតាដូរទៅមិនគុំមិនស្អីលុយទេសម្បកកង់នេះតែវាប្រែកន្លាយអស់វាអស់គុណភាពហើយបងប្អូនតែវាហើមហើយក្តៅហើមទុបហើយបងប្អូនវាប្រាប់យើងថាទុបពេលណាទេពួកជាងបានធ្វើជាងមក15ឆ្នាំហើយជាងបានមកពីស្រុកសៀមទេពីមុនជាងបានធ្វើជាងនៅសៀម15ឆ្នាំតែឥឡូវជាងបានមកធ្វើនៅពេញហើយតែជាងបានជួបចាក់អស់ហើយមុនគេជួបដែរតែពីច្រើនទុះdelay ចាប់ពី5ឆ្នាំឡើងហើយសម្បកវាប្រេះបងប្អូនប្រេះខ្លាំងហើយហើមបងប្អូនកុំបន្តជិះអីបើឃើញប្រេះឃើញហើមអីប្ដូរទៅបងប្អូនតែបងប្អូនជិះក៏ជិះតិចទៅហើយកុំជិះឆ្ងាយជិះចិត្តទៅជិះតិចទៅតែនៅតែហានិភ័យដូចតែដើមបងប្អូនព្រោះថាវាហើមហើយតែក្តៅហើយវាផ្ទុះហើយវាអត់ប្រាប់យើងទេហើយជាពិសេសកង់មុខហ្នឹងតែម្ដងបងប្អូនកង់មុខដាក់ផ្ទុះហើយរេចទៅបងប្អូនបើសិនជាប្រេះកន្លះអស់ហើយអស់គុណភាពហើយតែបើបងប្អូននៅតែចង់ប្រើសិនជាងបានណែនាំមកត្រឡប់យកអាខាងមុខហ្នឹងយកដាក់កោយហើយយកអាល្អពីគាត់មកដាក់ខាងមុខគេថាវាហើមមកខាងមុខគេហើមមកខាងមុខយើងត្រឡប់យកអាអត់ល្អហ្នឹងយកទៅដាក់ខាងក្រោយហើយយើងយកអាខាងក្រោយពីគ្រាប់មកដាក់ខាងមុខបើសិនតែវាផ្ទុះខាងក្រោយក៏យើងអាចថាគ្រប់គ្រងវាបានដែរភាគរយយើងឲ្យគ្រោះថ្នាក់ហ្នឹងវាខ្ពស់តែបើកង់មុខជាកង់ទ័រថា60 50ហ្នឹងក៏ពិបាកទប់ដំណឹងដែរបងប្អូន